បងប្អូនអ្នកខ្លះដែលមានបញ្ហា copy មកដាច់អក្សរមួយខនាតនេះសម្រាប់ម៉ាស៊ីន Canon MG30 ឬមកក៏ G20 នឹងនេះក៏ជារបៀបដោះស្រាយវាចឹងយើងមើលមកលើម៉ាស៊ីនរបស់យើងនឹងឃើញសញ្ញារូបសោនិងទូរវិសចឹងយើងចុចលើសញ្ញារូបសោនិងទូរវិសនឹងមួយបន្តមកទៀតអ្នកគ្នាបូកលេខដល់លេខ17អូខេបន្តមកទៀតបងប្អូនចុចគេថា black start black ខាងលើមិនមែន start ខាង color ខាងក្រោមទេណាចុច black មួយមកអូខេបន្ទាប់ពីការដូររួចឥឡូវយើងទៅការតេស្តវាទាំងអស់គ្នាអញ្ចឹងឥឡូវយើងដាក់กระดาษចូលមួយហើយយើងយកច្បាប់ដើមនេះដើម្បីយកមក copy តេស្តឲ្យអ្នកគ្នាមើលឃើញថាវាមកពេញវិញហើយអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងដែរបាទជំរាបលាអ្នកនាងសម្រាប់បងប្អូនដែលមានបញ្ហា Print Error បងប្អូនអាចទៅខ្ញុំបានតាមរយៈ link Telegram ដែលនៅខាងក្រោមឬក៏នៅលើអេក្រង់នេះផ្ទាល់